តារវាងការបាញ់គ្នាដើម្បីកាន់កាប់ទឹកដីនិងការដោះស្រាយដោយទ្វេភាគីឬសន្តិវិធីមួយណាមានសារៈប្រយោជន៍សំខាន់ជាងហើយមានស្ថិរភាពជាងបងប្អូនអរគ្នាប្រកាសជាឆ្ងល់ហើយនៅលើទឹកដីកម្ពុជាយើងដែលថៃបានកាន់កាប់កន្លងទៅនេះហើយរដ្ឋាភិបាលយើងមិនទាន់បានប្រើកម្លាំងដើម្បីវាយយកវិញទេគឺនៅចរចាទ្វេភាគីនិងដោះស្រាយតាមរយៈអនុសញ្ញាសន្ធិសញ្ញាដែលមានស្រាប់ហេតុអីបានមិនបាញ់គ្នាទៅហេតុអីមិនដណ្ដើមយកទឹកដីមកវិញហេតុអីបដ ாய் គេកាន់កាប់ក្នុងពេលនេះហេតុអីបាននៅតែចរចាទ្វេភាគីនិងដោះស្រាយតាមអនុសញ្ញាសន្ធិសញ្ញានានាយើងត្រូវបែងចែកគ្នាដាច់រវាងរឿងទាំងពីរនេះខ្ញុំនិយាយទៅដល់ការបាញ់គ្នាជាមុនប្រសិនបើយើងចង់កាន់កាប់ទឹកដីរបស់យើងវិញយើងអត់ពិបាកទេយើងបាញ់ទៅបាទបាញ់ទៅថៃទៅពីព្រោះមុនពេលមានបទឈប់បាញ់កងទ័ពយើងមិនបានឲ្យគេចូលដោយសេរីទេគឺយើងបានទប់ទល់បានថៃអត់ចូលបានទេមុនពេលដែលមានបទឈប់បាញ់មុនថ្ងៃទី27ខែធ្នូឆ្នាំ2025ថៃអត់មានចូលបានទេប៉ុន្តែថៃចូលម្ដងបន្តិចក្រោយថ្ងៃទី27ខែធ្នូឆ្នាំ2025នេះវិញទេចឹងបានន័យថាកម្លាំងយោធាគឺយើងអាចប្រើប្រាស់បាននិងទប់ស្កាត់បានមិនទាន់ឈ្នះមិនទាន់ចាញ់ជាមួយសៀមនៅឡើយបាទយើងអាចប្រើ BM21 យើងអាចប្រើកម្លាំងទ័ពរបស់យើងវាយដណ្ដើមយកទីតាំងដែលថៃកំពុងតែកាន់កាប់ប្រមាណកន្លែងនេះមកវិញបានដោយងាយប្រសិនបើយើងចង់បាញ់ចង់ដណ្ដើមមិនបាញ់ខ្ញុំថាងាយយើងមិនបាច់ចាំប្រើទៅហ៊ានថ្មើរជើងក៏បានដែរយើងផ្លោងទៅ BM ទៅវារត់អស់ឬក៏ងាប់អស់ហើយវាអត់ពិបាកអីទេត្រង់សេប៉ុណ្ណឹងទប់វាមិនជាប់ទេ BM21 នោះបាទទូកុងតឺន័រប៉ុណ្ណឹងទប់វាមិនជាប់ជាមួយ BM21 ទេបាទផ្លោងមកកញ្ច្រែងពីកញ្ច្រែងទៅវារត់អស់ហើយវាងាប់អស់ហើយប៉ុន្តែសួរថាក្រោយពីការកាន់កាប់តើមានស្ថិរភាពទេហេតុអីបានជាគ្មានស្ថិរភាពវាគ្មានស្ថិរភាពដោយសារតែព្រំដែននៅទីនោះមួយចំនួនគឺមិនទាន់មានការឯកភាពគ្នានិងមិនទាន់មានភាពច្បាស់លាស់ថាដីខ្មែរត្រឹមណាដីថៃត្រឹមណានៅឡើយដូច្នេះយើងបាញ់ទៅយើងកាន់បានក៏យើងកាន់បានតែមួយគ្រាដូចតែសៀមកាន់កាប់ឥឡូវនឹងអញ្ចឹងពេលសៀមបាញ់វិញស្រោចមកវិញយើងងាប់ដូចគ្នាយើងរត់ដូចគ្នាសៀមកាន់យើងបាញ់វិញស្រោចវិញងាប់ដូចគ្នារត់ដូចគ្នាចឹងបាញ់ទៅបាញ់មកដីនៅតែសពិចសពិលដដែលព្រំដែននៅតែមិនច្បាស់លាស់ដដែលចំនួននៅតែចំនួនដដែលมันអាចផ្សះផ្សាគ្នាបានបាទអានឹងគឺជាគុណវិបត្តិក្នុងការបាញ់គ្នាឥឡូវយើងមិនដឹង BM ស្រោចទៅលើអាទូកុងតឺន័រហ្នឹងទៅវាទប់អីជាប់បាទប៉ុន្តែយើងទៅដើមមកហើយយើងធ្វើមិនឲ្យមានស្ថិរភាពបើគេបាញ់យកវិញគេនៅតែបានដដែលហ្នឹងមូលហេតុអីបានដោយសារព្រំដែននោះវាមិនទាន់មានភាពជាក់លាក់ថាដីខ្មែរត្រឹមណាដីសៀមត្រឹមណាឧទាហរណ៍ដូចបកគោខ្សែ3ដែលយើងរកឃើញទៅក្នុងដីថៃរហូតដល់ជិត3គីឡូជាងផងបាទប្រហែលជា3គីឡូប៉ុណ្ណឹងអញ្ចឹងយើងឃើញថាអាព្រំដែននោះវាអត់ទាន់ច្បាស់លាស់ផងវាសពិចសពិលអញ្ចឹងបើយើងវាយទៅដើមយកបានកាន់កាប់បានវាគ្មានស្ថិរភាពក្នុងការឈរជើងបានយូរទេប្រជាពលរដ្ឋយើងក៏មិនអាចទៅនៅវិញដោយសុខសាន្តដែរថ្ងៃណាមួយគេបាញ់ទៀតរត់ទៀតអញ្ចឹងហេតុអីបានគេត្រូវជំនះចេញឬក៏ហេតុអីបានគេមិនបាញ់ដោយសាររឿងនឹងវាអញ្ចឹងចំណែកឯសាច់រឿងការទូតឬក៏ទ្វេភាគីឬក៏ដោះស្រាយតាមសន្ធិសញ្ញាអនុសញ្ញាដែលមានស្រាប់ដែលយើងបានឯកភាពនឹងព្រមព្រៀងគ្នានៅពេលកន្លងមកព្រមព្រៀងត្រង់កន្លែងនេះបានន័យថាម៉េចបានន័យថារដ្ឋាភិបាលយើងទទូចម្ដងហើយម្ដងទៀតឲ្យភាគីសៀមចូលមកដោះស្រាយដោយសន្តិវិធីនិងតាមសន្ធិសញ្ញាអនុសញ្ញាដែលសៀមខ្លួនឯងបានឯកភាពជាមួយខ្មែរនៅពេលដែលសៀមវាមកឯកភាពជាមួយយើងវាមកព្រមព្រៀងមិនដឹងពេលណាតែបើសិនជាវាមកវាព្រមព្រៀងដោះស្រាយចរចាទ្វេភាគីពេលនោះយើងនឹងអាចមានលទ្ធភាពបោះបកគោព្រំដែនជាមួយសៀមនៅពេលដែលយើងបោះបកគោព្រំដែនជាមួយសៀមដីយើងនិងដីសៀមនឹងខណ្ឌចែកដាច់គ្នាជាពីរដោយច្បាស់លាស់តែម្ដងអញ្ចឹងហើយយើងមានស្ថិរភាពក្នុងការកាន់កាប់ដីនឹងមួយជីវិតអត់អាចកែប្រែបានទេព្រំដែនអន្តរជាតិគឺជាព្រំដែនដែលគ្មានការកែប្រែអញ្ចឹងមូលហេតុដែលបានគ្មានការកែប្រែដោយសារយើងឯកភាពគ្នាព្រមព្រៀងបោះជាមួយគ្នាប៉ុន្តែឥឡូវនេះយើងទាន់បានឯកភាពនៅកន្លែងអស់នោះគឺនៅអញ្ចឹងយើងធ្វើម៉េចឲ្យសៀមព្រមបោះបកគោលការបោះបកគោព្រំដែននិងការបាញ់គ្នាយកដី
មានតែការបោះបកគោព្រំដែនទេទើបមិនធ្វើឲ្យប៉ះពាល់ដល់អាយុជីវិតកងទ័ពដល់អាយុជីវិតប្រជាជនដល់មានស្ថិរភាពក្នុងការកាន់កាប់និងគ្មានចំនួនទៅថ្ងៃក្រោយបាទវាប្រៀបដូចយើងធ្វើប្លង់រឹងឲ្យបានច្បាស់លាស់ធ្វើទៅបិទតែដីយើងវាមានប្លង់នៅក្នុងផែនទីដែលបកគោណាទៅតម្កល់នៅក្នុងឆ្នាំ1964នៅអង្គការសហប្រជាជាតិប៉ុន្តែពេលនេះថៃមិនទាន់ឯកភាពជាមួយយើងថាដីនឹងត្រឹមនឹងហើយឬនៅទេវានៅកន្លែងហ្នឹងចឹងបើយើងបាញ់ទៅសៀមបាញ់យើងវិញយើងកាន់កាប់សៀមបាញ់យកសៀមកាន់កាប់បើយើងចង់បាញ់យើងបាញ់យកវិញបានដូចគ្នាបាញ់ទៅបាញ់មកថ្ងៃណាចប់វាអត់ចប់ការធ្វើដោយសន្តិវិធីនិងការទូតវាយូរបន្តិចប៉ុន្តែវាមានស្ថិរភាពប្រសិនបើធ្វើបានជោគជ័យបាទធ្វើបានជោគជ័យវាមានស្ថិរភាពវាមានភាពយូរអង្វែងដល់ការកាន់កាប់និងរស់នៅរបស់ប្រជាពលរដ្ឋតាមព្រំដែនបាទចឹងបងប្អូនមុននឹងវែកញែករឿងទាំងអស់នឹងឲ្យស៊ីជម្រៅបងប្អូនត្រូវដឹងពីលទ្ធភាពក្នុងការដោះស្រាយរឿងព្រំដែនជាមុនសិនថាតើព្រំដែនរបស់យើងវាមានភាពច្បាស់លាស់ហើយឬនៅបើវាមិនទាន់មានទេយើងក៏មិនទាន់ច្បាស់សៀមក៏មិនទាន់ច្បាស់ថាដីខ្លួនឯងត្រឹមណាដូច្នេះវាតែងតែប្រទាញបន្ទង់ទៅដើមគ្នាចុះទៅដើមគ្នាឡើងមិនដាច់ស្រេចប៉ុន្តែបើកាលណាព្រមព្រៀងបោះបកគោឯកភាពគ្នាបោះបកគោដោយជោគជ័យហើយព្រំដែនខ្លាយជាព្រំដែនស្ថិរភាពព្រំដែនអន្តរជាតិព្រំដែនមិនកែប្រែហើយសៀមមិនអាចចូលមកកាន់កាប់ដីយើងទៀតបាននោះទេពីព្រោះវាខ្លាយទៅជាដីដែលជារបស់យើងពេញសិទ្ធទាំងស្រុងតែម្ដងមូលហេតុអីបងខ្ញុំប្រើពាក្យពេញសិទ្ធយើងក៏មិនទាន់ដឹងថាយើងនៅត្រឹមណាដីយើងត្រឹមណាដីគេត្រឹមណានៅឡើយបាទដោយសារយើងមិនទាន់បានវាស់វែងជាក់ស្ដែងនឹងឯកភាពគ្នារវាងបុគ្គលទាំងពីរខ្មែរនិងសៀមបាទអាហ្នឹងគឺស្ថិតកន្លែងហ្នឹងអញ្ចឹងសួរថាគ្រាន់តែសៀមប៉ុណ្ណឹងកាន់កាប់ប៉ុណ្ណឹងបើចង់បាញ់វិញរឿងអីយកមិនបានបាញ់គ្នា5ថ្ងៃសៀមកាន់កាប់ម្ដងហើយតើដល់បាញ់គ្នា21ថ្ងៃយើងបាញ់យកវិញអស់ហើយតើឃើញទេឃើញបាញ់ទៅបាញ់មកហើយមុនកាន់កាប់មុនថ្ងៃទីសុំទោសមុនថ្ងៃទី20ក្រោយថ្ងៃទី24កក្កដា2025យើងបាញ់គ្នាចុះបាញ់គ្នាឡើងថៃកាន់កាប់ដីយើងបាញ់គ្នាថ្ងៃក្រោយបត់ជប់បាញ់មកថ្ងៃទី26ខែតុលាឆ្នាំ2025យើងមានកិច្ចព្រមព្រៀងនៅកាឡាឡាំពួរដើម្បីមានបទជប់បាញ់ពេលនោះលោកត្រាំជាអធិបតីយើងឃើញពេលនោះក្រោយបទជប់បាញ់សៀមវារំកិលចូលរហូតដល់មានការចាប់កងទ័ពយើងទាំង18នាក់20នាក់បាទរហូតដល់លែងមក2សល់18នោះយើងឃើញតែសៀមកាន់កាប់កន្លែងនឹងអស់ហើយតាតែក្រោយការបាញ់គ្នាថ្ងៃបន្ទាប់មក21ថ្ងៃចាប់ពីថ្ងៃទី7ខែខ្ញុំសូមអភ័យទោសបើសិនជាខ្ញុំច្រឡំថ្ងៃអាចនឹងថ្ងៃទី7ទី8ខែធ្នូយើងបាញ់គ្នាយើងទៅដើមទីតាំងនឹងទាំងអស់បានមកវិញបាទក្រោយមកមានបទឈប់បាញ់នៅថ្ងៃទី27ខែធ្នូឆ្នាំ2025យើងក៏ឈប់បាញ់តែសៀមវានៅតែបន្តរុលចូលមករហូតដល់វាទៅដើមយកកាន់កាប់ទៅវិញដោយគ្មានការតដៃពីកងទ័ពយើងទេពីព្រោះយើងគ្រប់បទឈប់បាញ់យើងឃើញទេមានទៅមានមកសួរថាសកម្មភាពបែបហ្នឹងវាចប់ទេបាញ់គ្នាទៀតបានកាន់កាប់ទៀតបាញ់គ្នាទៀតបានកាន់កាប់ទៀតទាំងភាគីទាំងពីរហ្នឹងប៉ុន្តែបើកាលណាភាគីទាំងពីរព្រមព្រៀងឯកភាពគ្នាបោះបកគោព្រំដែនដោយជោគជ័យអានឹងវាលែងមានទស្សនវិជ្ជានឹងហើយនេះជាមូលហេតុដែលថ្នាក់ដឹកនាំយើងជាពិសេសសម្ដេចធិបតីហ៊ុនម៉ាណែតលោកខិតខំប្រឹងប្រែងដោះស្រាយដោយសន្តិវិធីដោយឯកភាពគ្នារវាងបុគ្គលថៃនិងខ្មែរហ្នឹងបាទឲ្យចង់ឲ្យបានឯកភាពគ្នាអញ្ចឹងបានយើងដោះស្រាយបានហើយបើយើងទៅបាញ់គេវាមានអីពិបាកចំណាយជីវិតកងទ័ពតែប្រហែលអ្នកទៅសូមអភ័យទោសបងវីរៈកងទ័ពដែលខ្ញុំនិយាយភាសាហ្នឹងប៉ុន្តែខ្ញុំនិយាយឲ្យក្រុមខ្លះគាត់បានយល់ចំណាយជីវិតកងទ័ពទៅចំណាយសភាវុធចំណាយអីទៅបាញ់ប្រាវស្លាប់4 10 20នាក់យកដីមកវិញបានប៉ុន្តែកាន់កាប់បានរហូតដល់ថ្ងៃក្រោយធ្វើអញ្ចឹងស្លាប់ទាហានយើងទៀតថ្ងៃក្រោយធ្វើអញ្ចឹងស្លាប់ទាហានយើងទៀតបើកាលណាមិនឯកភាពគ្នាឲ្យដាច់ស្រេចទេយើងនៅតែបាញ់គ្នាអញ្ចឹងបានថ្នាក់នាំលោកដឹងថាបាញ់គ្នាវាបាញ់បានប៉ុន្តែវាជារឿងដដែលតែបើឯកភាពគ្នាវាគឺជាទិសដៅទៅមុខជានិច្ចបានតែបើបាញ់គ្នាយើងស្ថិតនៅកន្លែងដដែលបាញ់ហើយបាញ់ទៀតបាញ់ហើយបាញ់ទៀតប៉ុន្តែបើឯកភាពគ្នាបោះបកគោព្រំដែនជាមួយគ្នាបោះកន្លែងនឹងហើយទៅបោះកន្លែងផ្សេងបោះកន្លែងផ្សេងទៅកន្លែងផ្សេងអានោះដែលខ្ញុំថាបាញ់គ្នាជារឿងដដែលតែបើឯកភាពគ្នាបោះបកគោព្រំដែនវាជារឿងដែលបន្តទៅមុខជានិច្ចបាទអ
រឿងហ្នឹងមានប៉ុណ្ណឹងសង្ឃឹមថាបងប្អូនមេត្តាយល់និងពិចារណាបានច្បាស់ពីព្រោះដំណើរការសាច់រឿងនៃការបោះបកគោព្រំដែនវាមិនមែនងាយស្រួលដូចបងប្អូនមើលក្នុង Facebook បន្តិចដែលគេនិយាយហ្នឹងទេវាមានភាពស៊ីជម្រៅវាមានភាពល្អិតវាមានភាពសពិចសពិលវាមានភាពការកែខ្លែងបន្លំដោយជនខិលខូចដកបកគោដកអីចោលបំបត្តិផោះតាំងអាហ្នឹងវាពិបាកណាស់មិនមែនងាយស្រួលទេដូច្នេះបើយើងបាញ់គេឈុលយើងរុលទៅយើងបានរុលទៅត្រឹមតែអាផែនទីដែលយើងយល់ថាវាជារបស់យើងមិនថាថៃវាព្រមទេវាអត់ព្រមវាអត់ទាន់ឯកភាពអញ្ចឹងយើងចងធ្វើយ៉ាងណាឲ្យមានការឯកភាពហើយរបៀបលេងរបស់ថ្នាក់ដឹកនាំយើងមានអីខ្លះលោកមានច្រើនមិនមែនអត់ទេបាទការហ៊ុំព័ទ្ធសេដ្ឋកិច្ចការធ្វើការទូតជាមួយបណ្ដាប្រទេសនានាឲ្យគេបានដឹងគឺជាការដាក់សម្ពាធទៅថៃឲ្យដាច់ផ្លូវម្ដងហើយម្ដងទៀតម្ដងហើយម្ដងទៀតគឺជាការខ្ទប់ដង្ហើមឲ្យថៃអស់អុកស៊ីហ្សែនបើកាលណាបុគ្គលនឹងបងប្អូនដែលមើលកលាកាសនៅពេលដែលគេក្លេជាប់បុគ្គលនឹងតែងតែថប់ដង្ហើមឬក៏ចង់ដាច់ខ្យល់ចុះចាញ់តែម្ដងបាទប៉ុន្តែវាប្រើពេលយូរមិនមែនប្រើពេលតិចតួចទេអញ្ចឹងឥឡូវនេះយើងឃើញហើយសេដ្ឋកិច្ចយើងឡើងប្រមាណភាគរយថៃចុះប្រមាណភាគរយបាទក្នុងចំណោមអាស៊ានថៃទាបជាងគេបំផុតឃើញទេបើសិនជាថ្ងៃណាមួយថៃនៅតែធ្លាក់អញ្ចឹងទៀតថៃជៀសមិនរួចពីការចូលខ្លួនចរចាជាមួយកម្ពុជាឬក៏ដោះស្រាយជាមួយកម្ពុជាទេបាទពីព្រោះវាអស់ដង្ហើមដកប្រទេសមួយដែលកាលណាគ្មានចរន្តសេដ្ឋកិច្ចទេដឹងតែដួលហើយអញ្ចឹងតើថៃសុខចិត្តដួលដោយរឿងព្រំដែនប៉ុណ្ណឹងឯងច្បាស់ជាមិនសុខចិត្តទេបាទច្បាស់ជាមិនសុខចិត្តបើតាហ៊ានថៃសុខចិត្តក៏អ្នកនយោបាយថៃអត់សុខចិត្តដែររឿងហ្នឹងអញ្ចឹងបាទវីដេអូនេះមានប៉ុណ្ណឹងរៀងវែងបន្តិចតែសង្ឃឹមថាបងប្អូនដែលយកចិត្តទុកដាក់ស្ដាប់បងប្អូនប្រកាសជាយល់បានចំណែកអ្នកមិនស្ដាប់អានឹងវាជារឿងរបស់ពួកវាមិនបាច់ទៅខ្វល់បាទសូមគោរពអរគុណ